โรคสัญญาสำคัญមួយចំនួនដែលបញ្ជាក់ថាពុកម៉ែបងប្អូនកំពុងតែមានបញ្ហាតម្រងនោមទី1តកតងជាមួយនឹងអាការៈឧស្សាហ៍នោមញឹកទី2ឧស្សាហ៍អស់កម្លាំងលហិតលហើយដៃជើងទី3តកតងជាមួយនឹងការនោមមឹកមានកកឈាមចាឧស្សាហ៍រន់នោមញឹកញាប់បញ្ហាឧស្សាហ៍លហិតលហើយដៃជើងហើយសញ្ញាសំខាន់មួយទៀតគឺចាប់ផ្ដើមមានអាការៈឧស្សាហ៍ហើមដៃហើមជើងឬក៏ហើមតាមក្បាលជង្គង់បាត់បង់ចំណង់អាហារមិនសូវឃ្លានអាហារចាប់ផ្ដើមស្រកគីឡូខុសធម្មតាមានអារម្មណ៍ពិបាកក្នុងខ្លួនដូចជាឧស្សាហ៍ចង់ក្អួតចង្អោរឬមួយក៏រៀងថប់ពិបាកក្នុងការដកដង្ហើមចាហើយជាពិសេសគឺអាសាឈឺតាមចង្កេះចុករយតាមចង្កេះចាទៅជាមានបញ្ហាស្រាវស្រាយស្ពឹកដៃស្ពឹកជើងរៀងចាក់តាមបាតដៃបាតជើងវាក៏ជាសញ្ញាមួយដែលបញ្ជាក់ថាពុកម៉ែបងប្អូនកំពុងតែមានបញ្ហាតម្រងនោមចាតម្រងនោមដំណើរការខុសធម្មតាដែរចាអញ្ចឹងបើសិនជាពុកម៉ែបងប្អូនមានរោគសញ្ញាដូចដែលនាងខ្ញុំបានរៀបរាប់ជូនខាងលើពុកម៉ែបងប្អូនអាចទៅ check មើលទៅលើបញ្ហាសុខភាពឲ្យបានច្បាស់លាស់ដើម្បីរកវិធីដោះស្រាយឬក៏ទប់ស្កាត់ឲ្យបានទាន់ពេលវេលា